លោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបើកបង្ហាញពីកលល្បិចឆបោកបែបថ្មីមួយបែបទៀតរបស់ជនបរទេសស្បែកខ្មៅ5នាក់ការលើកឡើងរបស់លោកបន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានមួយករណីទៀតក្រោមរូបភាពឆបោកក្រឡុកប្រាក់ដុល្លារคล้ายៗជាមួយប្រាក់ពិតកាលពីពេលថ្មីនេះនេះបើតាមការឲ្យដឹងពីលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងនៅថ្ងៃទី25ខែមេសាឆ្នាំ2025នេះលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងបានដឹងថាកាលពីថ្ងៃទី19ខែមេសាឆ្នាំ2025កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចុះបង្ក្រាបករណីឆបោកថ្មីមួយទៀតក្រោមរូបភាពក្រឡុកប្រាក់ដុល្លារคล้ายៗជាមួយប្រាក់ពិតរបស់ជនបរទេសស្បែកខ្មៅមួយក្រុមដែលមានគ្នា5នាក់ក្នុងនោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញក៏ខ្លួនបានជនជាស្បែកខ្មៅ2នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់រីឯបពពួកជនល្មើសដែលនៅសេសសល់កំពុងស្រាវជ្រាវស្វែងរកបន្តក្រោយកាត់ហេតុករណីនេះឧត្តមស្នេហ៍ឯករដ្ឋស្រៀងបានអំពាវនាវជាថ្មីដើម្បីឲ្យមហាជនមានការប្រុងប្រយ័ត្នជំរាបជូនថាមុននឹងឈានដល់ការខាត់ខ្លួននេះឧត្តមស្នេហ៍ឯករដ្ឋស្រៀងបានរៀបរាប់ឲ្យដឹងថាមានជនរងគ្រោះម្នាក់ត្រូវបានជនជាស្បែកខ្មៅ5នាក់លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារអាមេរិកតែពុំអាចចាយបានលុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដយកមកលាងជាមួយម្សៅហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅទើបខ្លាចជាប្រាក់អាចចាយបានហើយពួកគេនឹងឲ្យផលចំណេញមកជនរងគ្រោះវិញមួយទ្វេជា3ឬមួយទ្វេជា5លោកបន្តថាដំបូងឡើយជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដចំនួន$2000ឲ្យក្រុមចោបោកដាក់ចូលម៉ាស៊ីនក្រឡុកជាមួយម្សៅនិងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល$8000តែមុនពេលក្រឡុកក្រុមឆោបោកបានឲ្យជនរងគ្រោះលេបថ្នាំដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ហើយពួកគេក៏លេបឲ្យមើលមុនផងដែរមួយសន្ទុះក្រោយមកឃើញថាប្រាក់ចេញមកវិញចំនួន$10000សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដអាចចាយបានបន្ទាប់មកក្រុមឆោបោកក៏ប្រគល់ប្រាក់ដែលទៅលាងរួចឲ្យទៅជនរងគ្រោះទាំងអស់ក្រោយមកជនរងគ្រោះក៏មានទំនុកចិត្តជឿលង់ទៅលើជនឆោបោកទាំងស្រុងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យជនឆោបោកទាំងនោះរហូតដល់ចំនួន$7លានដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន$28លានហើយក្រុមឆោបោកបានបែងចែកឲ្យជនរងគ្រោះចំនួន$25លានគ្រាន់តែរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុកគឺក្រុមឆោបោកបានវេចខ្ចប់រំស្គុតពណ៌លឿងនិងប្រាប់ថាប្រាក់ទាំងនេះមិនទាន់ឲ្យហាយភ្លាមៗទេត្រូវទុកច្រើនខែសិនទើបហាយស្គុតបានបើមិនអញ្ចឹងនឹងមិនអាចខ្លាចជាប្រាក់ពិតប្រាកដឡើយក្រោយមកបានមួយខែជនរងគ្រោះមានការសង្ស័យក៏បានហាយដុំប្រាក់ទាំងនោះមកមើលក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារคล้ายៗនិងក្រដាសសសុទ្ធទាំងអស់ទើបដឹងថាជាការចាញ់បោកគេជាលទ្ធផលជនរងគ្រោះខាត់បង់ប្រាក់រហូតដល់$7លានត្រង់នេះគឺក្រុមឆោបោកបានបន្លំបដូរប្រាក់នៅពេលដាក់ចូលក្នុងម៉ាស៊ីនដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីននិងជំនួសមកវិញនៅប្រាក់ដុល្លារคล้ายៗ